សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ប្រាប់ពីតិចនិចរបៀបហាត់ចូលស្មាតាមពិតសប្តាហ៍នេះគឺខ្ញុំត្រូវហាត់ full body ទេប៉ុន្តែដោយសារតែពេលវេលាវាខើចពេកខ្ញុំត្រូវហាត់មកមុនហាត់មួយបងអសហ្នឹងខ្ញុំត្រូវហាត់មុនគាត់អញ្ចឹងខ្ញុំមកមុនអញ្ចឹងខ្ញុំហាត់ដូចស្មាមុនអញ្ចឹងណាប៉ុន្តែតិចនិចការហាត់នេះគឺវាពិបាកខ្លាំងគឺយើងដាក់គោធំធំអញ្ចឹងហើយយើងហាត់យកសាច់ដុំធំដោយសារហាត់អីក៏យើងហាត់សាច់ដុំធំចំណុច main muscle យើងណាគឺយើងវិគៀកថ្ងៃចូលឆ្នាំអញ្ចឹងខ្ញុំបុកដើម្បីត្រៀមចូលឆ្នាំដើរលេងអញ្ចឹងតិចនិចនេះគឺខ្ញុំហាត់ដើម្បីត្រៀមចូលឆ្នាំទេអញ្ចឹងតែសម្រាប់បងប្អូនចង់ហាត់ក្បាច់នេះគឺវាពិបាកតិចវាពិបាកហ្មងព្រោះក្បាច់នេះយើងសម្រាប់អ្នកដំបូងនេះគឺគាត់មិនអាចអត់ធន់ទៅលើការក្បាច់តិចនេះបានទេព្រោះយើងពិបាកហ្មងអញ្ចឹងក្បាច់នេះសម្រាប់អ្នកដែលគេឆ្លងកាត់បបសោតហើយធ្លាប់ហាត់ច្រើនឆ្នាំអញ្ចឹងណាអូខេខ្ញុំចង់ប្រាប់ប៉ុណ្ណឹងហើយទៅមើលបន្តទៀតតិចនេះផ្សេងទៀតដែលចម្លែកខ្ញុំហាត់អញ្ចឹងណាហើយធ្ងន់ហើយសួរថាហាត់ទៅមានគ្រោះថ្នាក់អត់មានប៉ុន្តែអត់តែយើងមានវិន័យហើយមានការហាត់តិចនិចត្រឹមត្រូវគឺវាមានគ្រោះថ្នាក់ទេគឺថាយើងកុំហាត់បខំកុំហាត់ទៅតាមអារម្មណ៍អញ្ចឹងយើងហាត់ទៅតាមបេះដូងថ្ងៃណាយើងអស់កន្លែងយើងហាត់ក្រូស្រាទៅថ្ងៃណាយើងមាន power ខ្លាំងគឺយើងហាត់ធ្ងន់ជាងទៅហ្នឹងហើយយើងហាត់ទៅតាមទៅតិចនិចរបស់យើងទៅគឺវាអត់អីទេហ្នឹងហើយ1គីឡូខ្ញុំ30គីឡូអានេះខ្ញុំហាត់តែ 10% ទេស្មាហ្នឹងខ្ញុំហាត់តែ 10% ដោយសារខ្ញុំហាត់ full body ខ្ញុំយកតែស្មា 10%ដៃមុខដៃក្រោយ 10% ខ្នង 10% បាពុត 10% អញ្ចឹងហើយនឹងជើង 10% តែបើសិនជាថ្ងៃ focus របស់ខ្ញុំមកគឺថាខ្ញុំលេងស្មាគឺខ្ញុំយកស្មាតែយក 80% មក 90% មកគឺខ្ញុំលើកធ្ងន់ហើយខ្ញុំលំអិតទៅលើសាច់ដុំ fiber របស់ខ្ញុំទៀតវាចាំមានថាសាច់ដុំ fiber ហ្នឹងមានថាសាច់ដុំធំគឺយើងលេងអាសាច់ដុំល្អិតហ្នឹងគឺយើងលេងដែរសាច់ដុំវាមានបែងចែកជា3ជា4នោះវាមានសាច់ដុំធំសាច់ដុំលេងសាច់ដុំ fiber ហើយមានផ្សេងទៀតដែលខ្ញុំយកអស់ចឹងវាមានច្រើនហ្នឹងហើយមើលសកម្មភាពខ្ញុំហាត់ទៅគឺវាអត់ងាយស្រួលទេនិយាយទៅអត់ងាយស្រួលហ្មងអ្នកដែលដំបងហាត់បាន3 4ខែអីហ្នឹងឬក៏1ខែអីហ្នឹងគឺមកហាត់ក្បាច់ចេះអីគឺទៅរួចទេស្រាប់ក្បាច់នេះគឺនិយាយចំទៅគឺថាក្បាច់នេះសម្រាប់អ្នកមានបទពិសោធន៍ច្រើនឆ្នាំហើយគេអាចលើកធ្ងន់បានហើយលេងតែមានគិតតែគេជើងអញ្ចឹងណាហើយលេងទៅសាច់គេហាត់តែកន្លះម៉ោងឬក៏30នាទីអីគឺសាច់គេបោងស្អាតហើយហ្នឹងហើយអ្នកមុនគឺយើងមិនអាចលេងធ្ងន់អញ្ចឹងបានទេបើលេងគាត់ប្រកាសជាអាចឆ្លោះអីចឹងទៅឬក៏ឆាប់អាលីសាច់ដុំអីចឹងហ្នឹងហើយឬក៏គិតឆ្លោះគិតអីឆ្អឹងរបស់យើងអញ្ចឹងយើងមិនដឹងណាព្រោះលើកបណ្ដៃយើងប្រៀបដូចយើងលើកអវ៉ាន់អញ្ចឹងតែយើងលើកប្រហែលគឺវាអាចយើងលើកទឹកលើកអីអញ្ចឹងលីទឹកលីអីឲ្យម៉ាក់ប៉ាយើងរកព្រឹកអីចឹងដាក់ពីងអីចឹងឬខំពេកលើកខ្លួនពេកគឺវាគិតឆ្លោះអីចឹងអញ្ចឹងយើងត្រូវលេងទៅតាមតិចនិចរបស់យើងមួយទៅតាមបច្ចេកទេសនិង skill របស់យើង skill training របស់យើងណាហើយយើង focus វាផងហាត់ប្រាំយើងកុំប្រើអារម្មណ៍ខាងក្រៅយកមកហាត់គឺយើងត្រូវមានវិន័យអារម្មណ៍យើងគឺបូកជាមួយនឹងការហាត់មកហើយយើងមាន program ការញ៉ាំ program ការហាត់ហើយយើងមានចិត្តហាត់ទៀតតិចនិចមួយគឺយើងហាត់អត់ត្រូវបខំវាទេយើងត្រូវយើងហាត់ទៅតាមពេលវេលាតាម program របស់យើងតិចនិចមួយគឺយើងហាត់អត់លំអិតណាបើយើងហាត់អត់លំអិតទេគឺវាអត់ស្អាតទេយើងត្រូវហាត់មួយទៅថាថ្ងៃនេះយើងហាត់អីចឹងណាហើយយើងលំអិតវាមកហើយប្រើអារម្មណ៍ហាត់ផងបើយើងខឹងណាគេខឹងបងប្អូនប្រិយប្រពន្ធមកពុកផ្សំvớiការហាត់ប្រាំគឺហាត់អត់ទៅមុខទេគឺអារម្មណ៍យើងអត់មូលហើយយើងហាត់ប្រកបជាមានគ្រោះថ្នាក់ហ្នឹងហើយមើលក្បាច់ខ្ញុំទៅអានេះជា fly rotating shoulder អានេះថាយកអាសាច់ដុំមុខយើងនេះខាងមុខនេះហ្នឹងហើយយក fly មកប៉ុន្តែគីឡូដែលខ្ញុំលើកហ្នឹងគឺធ្ងន់ណាធ្ងន់បងប្អូនមើលប៉ុន្តែខ្ញុំបានថតគីឡូឲ្យមើលទេដោយសារតែនេះយើងថតបណ្ដាយើងហាត់បណ្ដាអញ្ចឹងយើងបញ្ញាប់ណាតាមពិតវីដេអូនេះខ្ញុំថតចូលប្រហែលជា2ម៉ោងត្រឹមបានវីដេអូមួយនេះគឺហាត់2ម៉ោងហើយមកភ័ក្រខ្ញុំនោះវាគាត់ជាប់ឡាយផងហើយខ្ញុំជាប់ហាត់ផងហើយខ្ញុំហាត់បញ្ញាប់ទៀតហាត់បញ្ញាប់ដោយសារតែសិស្សខ្ញុំគាត់មកហាត់ដែរអញ្ចឹងខ្ញុំហាត់ឲ្យមុនហាត់មុនសិស្សហើយបញ្ញាប់